ធ្លាប់អត់គិតថាខ្លួនឯងចង់ចាក់ចេញពីភាពក្រីក្រហើយត្រូវធ្វើបែបណាអញ្ចឹងការកើតក្នុងគ្រួសារក្រីក្រមិនមែនមានន័យថាយើងត្រូវក្រីក្ររហូតមួយជីវិតនោះទេសម្រាប់យុវជនឬកូនសិស្សនៅតាមបណ្ដាខេត្តដែលអស់សង្ឃឹមអ្វីដែលអាចផ្លាស់ប្ដូរអនាគតបានគឺការរៀនសូត្រជំនាញការខិតខំនិងការមិនបោះបង់ខ្លួនឯងបើគ្រួសារមិនមានលទ្ធភាពច្រើនសូមចាប់ផ្ដើមអ្វីដែលយើងមានរៀនឲ្យបានច្រើនស្វែងរកចំណេះដឹងថ្មីរៀនភាសាកុំព្យូទ័របច្ចេកវិទ្យានិងជំនាញវិជ្ជាជីវៈណាមួយដែលអាចបង្កើតចំណូលបានសប្តាហ៍ថ្ងៃចំណេះដឹងជាច្រើនយើងអាចរៀនតាមអ៊ីនធឺណិតដោយមិនបាច់ចាំចំណាយលុយច្រើនកុំខ្មាស់ការងារតូចតាចកុំរងចាំឱកាសធំចាប់ដើមពីការងារតូចចេះសន្សំប្រាក់រៀនពីបទពិសោធន៍ហើយអភិវឌ្ឍខ្លួនឯងបន្តិចម្ដងអនាគតមិនត្រូវផ្លាស់ប្ដូរក្នុងមួយថ្ងៃនោះទេមួយយប់នោះទេប៉ុន្តែវាអាចផ្លាស់ប្ដូរបានពីទម្លាប់តូចដែលយើងធ្វើរាល់ថ្ងៃយើងមិនអាចជ្រើសរើសថាកើតក្នុងគ្រួសារបែបណាទេប៉ុន្តែយើងអាចខិតខំដើម្បីជ្រើសរើសថាអនាគតរបស់យើងនឹងទៅជាបែបណាជាខ្លីមកវិញដើម្បីចាក់ចេញពីភាពក្រីក្រគឺមានតែការខិតខំប្រឹងប្រែងរៀនសូត្របង្កើនជំនាញ